សូមអរគុណឡើយចូលពេលវេលាទៅដល់ហើយលោកអៀកំស្រីដើម្បីផ្ដល់នៅគំនិតនិងមតិរបស់គាត់ចំពោះបញ្ហាកម្ពុជាយើងរាល់ថ្ងៃនេះបាទហេឡូសូមជម្រាបសួរបងប្អូនរួមជាតិយើងទាំងអស់គ្នាជាពិសេសបងប្អូននៅក្នុងម៉ែប៊ឺនយើងទាំងអស់អ្វីដែលយើងចង់លើកខ្ញុំចង់លើកបញ្ជាក់ពីបញ្ហាបច្ចុប្បន្ននេះរវាងប្រទេសជាតិយើងជួបនៅហានិភ័យជួបនៅភាពវិនិស្សកម្មបាទជួបនៅវិនិស្សកម្មទាំងអស់បណ្ដាលមកពីអីមកពីប្រវត្តិសាស្ត្រយើងអត់បានយល់ថានយោបាយប្រទេសជាតិយើងមកទល់សពថ្ងៃតើអ្នកណាគេមកយកឈ្លានពានទឹកដីខ្មែរយើងអ្វីដែលយើងឆ្លុះបញ្ចាំងនឹងក៏មើលឃើញថាឥឡូវគណៈបកកពើគេនឹងគេបានគេហៅថាបំរើជាតិតែតាមកំពុតមិនមែនបំរើជាតិទេអ្វីដែលគេយកជាចំណុចកត្តាសំខាន់នឹងគឺថ្ងៃ7មករាបងប្អូនឲ្យបានយល់ចាប់អារម្មណ៍ពីថ្ងៃ7មករាបើយើងចោទថាថ្ងៃ7មករាហ្នឹងជាដែលថាយួនមកជួយជាតិខ្មែរអាហ្នឹងហើយជាវិនិស្សកម្មរបស់ខ្មែរមកទល់សពថ្ងៃដែលយើងអត់នៅគ្នាចាប់អារម្មណ៍រហូតដល់ពេលឥឡូវហ្នឹងបានន័យថាយើងឆ្លុះបញ្ចាំងឃើញហើយថ្ងៃ7មករាហ្នឹងគឺជាថ្ងៃយួនដែលមកឈានពានទឹកដីខ្មែរហើយតបាក់ជាតិខ្មែរបានទាំងស្រុងដូចជាចំណុចអស់ហ្នឹងឲ្យបងប្អូនយកចំណុចនេះជាកត្តាសំខាន់ដើម្បីនៅការឆ្លុះបញ្ចាំងជាតិយើងមិនមែនហ៊ុនសែនអសមត្ថភាពនៅការដឹកនាំប្រទេសទេនេះជាប្រភពមួយដែលយើងត្រូវចាប់អារម្មណ៍ជាចំណុចសំខាន់អ្វីដែលយើងជួបនៅវិនិស្សកម្មហ្នឹងមកពីយើងអត់បានយល់ពីប្រវត្តិសាស្ត្រនៃការពិតថាយួនមកយកទឹកដីខ្មែរឬក៏ខ្មែរអសមត្ថភាពនៅការដឹកនាំអ្វីដែលមកទល់បច្ចុប្បន្នយើងមើលឃើញសកម្មភាពនៅកាល20ឆ្នាំហើយនៅការបោះឆ្នោតអ្វីដែលគេរដ្ឋបិទគេគៀបសង្កត់គេជិះជាន់យើងគ្រប់អំណាចតែយើងអត់បានយល់បានចាប់អារម្មណ៍នឹងការមើលឃើញអស់នឹងទេអ្វីដែលគេលើកអំណះអំណាងទី1គេហៅយួនមកជួយខ្មែរទី2ប៉ុណ្្នឹងហើយចង់បានអីទៀតមានគេហៅស្ពានបំណុលអាគារទឹកភ្នែកឥឡូវយើងមើលឃើញភាពវិនិស្សកម្មខ្មែរយើងមកទល់សពថ្ងៃយើងមានតែវិធីយួនដែលហៅថាសម្រាប់ខ្មែរយើងដែលខ្ញុំតែងតែនិយាយនៅក្នុងវីដេអូឃ្លីបហ្នឹងវាឈរទៅលើកត្តា5យ៉ាងទី1គេហៅច្បាប់ទី2គេហៅថានយោបាយទី3សង្គមកិច្ចទី4សេដ្ឋកិច្ចទី5វប្បធម៌ដូចជាឈរនៅលើកត្តាទាំង5ហ្នឹងដែលខ្មែរយើងវិនិស្សកម្មមកទល់សពថ្ងៃឲ្យយើងអត់នាំគ្នាចាប់អារម្មណ៍ទេអ្វីគេហៅថានយោបាយអ្វីគេហៅថាច្បាប់វាមានកត្តាវាមាននីតិ5នៅក្នុងនឹងទី1គេហៅពុករលួយយើងមើលឃើញសង្គមជាតិយើងមកទល់សពថ្ងៃឃើញនៅភាពពុករលួយដល់កម្រិតណាអ្វីដែលគេធ្វើឲ្យសង្គមជាតិយើងអត់ឲ្យមានច្បាប់ទម្លាប់ត្រឹមត្រូវប្រើនៅក្នុងទង្វើពុករលួយគេហៅថាអត់មានស្ថិរភាពច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវអានេះក្នុងវិធីសាស្ត្រនយោបាយរដ្ឋបិទតាំងពីទូចឡើងដល់លើអាហ្នឹងតែយើងចាប់អារម្មណ៍អាហ្នឹងខ្ញុំនិយាយពីនីតិពីយើងនិយាយពីបញ្ហាពុករលួយបញ្ហាទី2ក្រសួងយុតិធធហើយយើងមើលក្នុងក្រសួងយុតិធធអ្នកដែលមានទោសត្រូវទៅរួចខ្លួនអ្នកដែលគ្នាចុងចោតត្រូវទៅមានទោសទៅវិញអាហ្នឹងយើងមើលទៅលើសាវនាការនៅការកាត់ទោសរយៈកាលកន្លងមកប្រើតែអំណាចនឹងការជិះជាន់អាហ្នឹងហើយដែលយើងមើលឃើញក្នុងច្បាប់ផុកគេហ្នឹងយើងនិយាយពីបញ្ហាទី3ផ្នែកខាងចរាចរណ៍ក្នុងមួយថ្ងៃខ្មែរយើងស្លាប់អស់300នាក់អានឹងវិធីដែលវាសម្រាប់ខ្មែរយើងដោយសន្តិវិធីហើយនៅក្នុងភាពប្រយោលយើងអត់បាននាំគ្នាចាប់អារម្មណ៍ទេអានឹងដែលក្នុងបញ្ហាច្បាប់ឥឡូវយើងមើលនៅក្នុងដីធ្លីប្រែជើព្រៃឈើដែលរិចរិលអស់វាតែបើយើងទៀមទាពីរឿងដីធ្លីវាចាប់យើងដាក់គុកអានឹងហើយតែឃើញថាការរដ្ឋបិទហ្នឹងមិនមែនជាគេហៅថាពួកហ៊ុនសែននេះជាក្រុមកពើដែលហៅថាយួនមកតបាក់ជាតិហើយយើងអត់បានឆ្លុះបញ្ចាំងពីយួនហ្នឹងនៅពីក្រោយយ៉ាងម៉េចអាហ្នឹងយើងអត់បាននាំគ្នាចាប់អារម្មណ៍នេះឥឡូវយើងចូលនៅក្នុងផ្នែកខាងជលផលយើងមើលគឺអ្នកដែលធ្វើនេសាទត្រីទៅផ្នែកខាងក្រុមហ៊ុនធំវាអត់បានចាប់ពួកនឹងនេះអាណាដែលគ្នាជលផលធ្វើការតូចតាចដែលអាជីវកម្មតូចតាចវាចាប់គេដាក់គុកអានឹងហើយដែលវិធីឆ្លុះបញ្ចាំងឲ្យឃើញថាអ្វីដែលពួកយួនហ្នឹងវាប្រើចិត្តសាស្ត្រទាំងអស់ដើម្បីមកយកទឹកដីខ្មែរនៅក្នុងវិធីច្បាប់ឥឡូវយើងនិយាយពីរឿងនយោបាយបើបញ្ហាពីរឿងនយោបាយមកទល់នឹងសពថ្ងៃវាដើរនៅក្នុងនីតិ2ទី1វារៀបចំតាំងពីឃុំឡើងទៅដល់ជួររដ្ឋមន្ត្រី
អានឹងបញ្ហាទី1បញ្ហាទី2វាពង្រឹងនៅក្នុងក្រមបពុនិយមគ្រួសារនិយមស៊ូនតួដូចទេអ្វីក៏ដោយយើងមិនអាចឆ្លោះទៅយើងមិនបានទៅឆ្លោះបញ្ចាំងទៅទស្សនៈអស់ហ្នឹងតែធ្វើឲ្យសង្គមជាតិជួបនៅវិនិច្ឆ័យកម្មអស់ហ្នឹងអានេះខ្ញុំនិយាយនៅក្នុងលក្ខណៈពីរឿងនយោបាយឥឡូវចូលដល់សង្គមកិច្ចក្នុងសង្គមកិច្ចដែលវាសម្រាប់ខ្មែរយើងវាចូលទៅលើនីតិ3ទី1គេហៅថាក្រសួងសិក្សាធិការនិងក្រសួងអប់រំទី2ក្រសួងសុខាភិបាលទី3ក្រសួងឃោសនាការដូចនេះនៅក្នុងចំណុចទាំង3ហ្នឹងដែលយើងយកមួយគេហៅថាសិក្សាធិការនិងការអប់រំបងប្អូនមើលទៅរយៈពេល34ឆ្នាំហើយអ្វីដែលគេបង្រៀនក្នុងសម័យពលពតគេសម្រាប់ខ្មែរយើងដល់ផ្ទាល់តែសម័យឥឡូវគេសម្រាប់ដោយប្រយោលពីមុនគេសម្រាប់តែអ្នកចេះចោលគេទុកតែអ្នកល្ងងឥឡូវនេះគេមិនបង្កើតឲ្យខ្មែរចេះដោយសារអីវាចូលទៅលើគ្រូក្មេងប្រៀបបានដូចក្តារសមួយស្លឹកបើយើងយកពណ៌អីទៅផាត់វាដិតនៅពណ៌នឹងតែផ្ទុយទៅវិញបើសិនជាគ្រូនឹងអ្នកណាដែលមានបំណងមានឆន្ទៈនិយាយពីប្រវត្តិសាស្ត្រដល់ពិតប្រាកដគ្រូនឹងគេដកទៅនៅព្រៃឬក៏គេចោទប្រកាន់ថាបពពួកនេះបពពួកនោះហើយគេចាប់គេដកចេញហើយគេទុកតែគ្រូណាចេះតែពុកអលួយគ្រូណាចេះតែអែបអបអានឹងគេលើកកាន់តែធ្វើឲ្យធំទៀតដូចនេះក្នុងទ្រឹស្ដីខ្ញុំ3ម៉ាត់លួចតិចជាប់គុកលួចមកជុំឬខ្លួនហើយបើលួចគ្រប់ចំនួនហើយឡើងបនឡើងសាក់ហើយនេះជានយោបាយដែលគេរៀបចំអស់ហ្នឹងហើយអាហ្នឹងហើយតែហៅថាគេមិនបង្កើតឲ្យខ្មែរយើងចេះបើគេមិនបង្កើតឲ្យខ្មែរយើងចេះបានន័យថាអ្នកដែលរៀនហ្នឹងពេលដែលទៅប្រឡងបើអត់លុយអត់ជាប់ទេអ្នកណាមានលុយជាប់ហើយវិញ្ញាសាមិនទាន់អីលេចធ្លាយទាំងអស់អាចំណុចហ្នឹងហើយធ្វើឲ្យនិស្សិតបញ្ញវន្តខ្មែរយើងអត់មានការចេះដឹងដល់ហើយពោពេញទៅហើយអាភាពល្ងឹតងងអាកំបាំងទីនៅពីក្រោយដែលយើងអត់បានឆ្លុះបញ្ចាំងឲ្យមើលហើយទន្ទឹមមកពេលនេះវាចូលក្នុងក្រសួងសុខាភិបាលក្នុងក្រសួងសុខាភិបាលវិញឥឡូវយើងមើលទៅរយៈកាលកន្លងមកបើគ្រូពេទ្យអត់មានបានទៅហៅថាការឆ្លុះបញ្ចាំងចែកចេញជាអ្នកដែលឯកទេសដល់ពិតប្រាកដជំងឺទៅមើលមិនទាន់អីទាញសរោមកដល់ដាក់ក្រឹបអានឹងហើយវាជាវិបត្តិដែលគេហៅថាវាជាចំណេះចេះដឹងពីការក្រសួងសិក្សាធិការនឹងវាអត់មានក្រសួងសុខាភិបាលហ្នឹងក៏ប៉ះពាល់នៅលើប្រទេសជាតិធ្ងន់ធ្ងរណាស់អញ្ចឹងហើយតែវិធីគេសម្រាប់ខ្មែរយើងដោយឲ្យមិនឲ្យខ្មែរយើងចេះចំណុចហ្នឹងហើយបែរខ្មែរយើងនាំគ្នាតែទៅមើលនៅស្រុកយួនទៅមើលនៅស្រុកសៀមទៅហើយទៅមើលនៅសិង្ហបុរីទៅដូចនេះអ្វីដែលហៅថាឯកទេសរបស់ខ្មែរវាអត់មានអាហ្នឹងហើយផ្នែកខាងបណ្ឌិតខ្មែរយើងគេហៅថាបណ្ឌិតសុកលុយហើយបណ្ឌិតបពុនិយមអាហ្នឹងហើយដែលធ្វើឲ្យសង្គមជាតិយើងវិនិច្ឆ័យកម្មមកទល់សពថ្ងៃអានឹងខ្ញុំនិយាយពីផ្នែកខាងក្រសួងសុខាភិបាលឥឡូវយើងនិយាយពីក្រសួងឃោសនាការរយៈកាលកន្លងមកក្នុងទូរទស្សន៍15 channel 14 channel រ៉ាឌីយ៉ូជាង100អ្វីដែលគេអត់បានឆ្លុះបញ្ចាំងឲ្យយើងការពិតទេបើសិនជាគេបានអ្វីគេហៅថាជាវិជ្ជមានដែលគេយកមកគេដាំកូនឈើ2 3ដើមទៅគេបញ្ចាំងឲ្យមើលតែវាកាប់ព្រៃអស់ស្រុកខ្មែរវាអត់បញ្ចាំងឲ្យមើលអានឹងមួយឥឡូវយើងចំណុចទី2យើងនិយាយពីជលផលបើគេទៅប្រឡែងត្រី2 3ស្បោងគេបញ្ចាំងឲ្យមើលរាល់ថ្ងៃតែបើវាយកត្រីអស់ពីទន្លេសាបវាអត់ដែលបញ្ចាំងឲ្យឃើញទេអានេះហើយគេហៅថាវិធីបិទបាំងអញ្ចឹងវាចូលនៅក្នុង3ករណីដែលហៅថាដែលគេដើរនឹងដែលគេសម្រាប់ឲ្យលួចតិចជាប់គុកបើលួចមកជុំដូចខ្លួនហើយបើលួចគ្រប់ចំនួនឡើងបនឡើងសាក់នេះជានយោបាយដែលគេដើរមកទល់សប្តាហ៍អ្វីក៏ដោយគេធ្វើវិធីខ្មែរយើងកុំឲ្យខ្មែរយើងងើបរួចអានឹងដែលក្នុងទស្សនៈដែលក្នុងឃោសនាការឥឡូវយើងនិយាយពីបញ្ហាសេដ្ឋកិច្ចយើងមើលវិធីសាស្ត្រសប្តាហ៍សេដ្ឋកិច្ចខ្មែរយើងវាអត់ឲ្យអ្នកណានាំពីបរទេសចូលទៅវិញទេពីព្រោះផ្នែកខាងសេដ្ឋកិច្ចនេះសំខាន់ណាស់អង្គើញខ្មែរយើងឥឡូវខ្ញុំនិយាយដល់ងាយខ្លីៗបើចង់ស្ដាប់ក្នុងវីដេអូឃ្លីបខ្ញុំបានច្រើនថែមទៀតអាហ្នឹងគាត់ថាខ្ញុំវិញ្ញានៅក្នុងកត្តាទាំង5ហ្នឹងដើម្បីហៅថាការឆ្លុះបញ្ចាំងឲ្យឃើញថាខ្មែរយើងជួបនៅក្នុងវិនិច្ឆ័យកម្មអីក៏បណ្ដាលមកពីអីដូចជាគាត់ថាខ្ញុំចង់សរុបនៅក្នុងរយៈពេលខ្លីសិនព្រោះពេលវេលាវិញពេកជិតដល់ម៉ោងបាយបងហើយដល់ចំណុចដែលបញ្ហាដែលសំខាន់ដែលយើងត្រូវគិតថាឥឡូវហ្នឹងយើងមករួមគ្នាដើម្បីអីឲ្យយើងដឹងថាឥឡូវទឹកដីខ្មែរយើងមិនមែនជាទឹកដីដល់ការដឹកនាំខ្មែរយើងអសមត្ថភាពការដឹកនាំនេះគឺយួនយកទឹកដីខ្មែរយើងបានទាំងស្រុងឲ្យយើងដើម្បីងើបទាមទារទៅលើឆាកអន្តរជាតិអ្វីដែលយើងមានអំណាចខ្លាំងជាងគេហ្នឹងគឺថ្ងៃ$23.91ដែលយើងច្បាប់ហ្នឹងជាច្បាប់អន្តរជាតិដែលយើងទាមទារ
ហើយយើងមានអាវុធហ្នឹងអាវុធដ៏ធំមកអត់មានអ្នកណាអាចនឹងបំបត្តិអាវុធហ្នឹងបានទេក៏ដោយសារនៅការតស៊ូអស់រយៈពេល11ឆ្នាំយើងពាក់លីអស់30 ម៉ឺននាក់ទាំងរំតែយើងបាន$23.91ហ្នឹងដែលហៅថាលទ្ធិប្រជាធិបតេយ្យសេរីពហុបកដែលចូលទៅលើច្បាប់អន្តរជាតិដែលមាន8 10ប្រទេសដែលគេទទួលស្គាល់ដូច្នេះគាត់ថាខ្ញុំចង់ជម្រាបឲ្យបងប្អូនយល់ថាវិធីសាស្ត្រយួនវាអត់ត្រូវការឲ្យអង្គការសហប្រជាជាតិហ្នឹងមកចូលរួមទេពីព្រោះយួនខ្លាចបំផុតគឺអង្គការសហប្រជាជាតិដូច្នេះចំណុចហ្នឹងយើងត្រូវតែពឹងផ្អែកទៅលើអង្គការសហប្រជាជាតិនេះជាអាវុធមួយដ៏សំខាន់ណាស់ហើយយើងមិនអាចលើកលែងទេយើងមើលឃើញឥឡូវហ្នឹងកោជបដកខ្លួនចេញហើយបកគលទៅឲ្យក្រុមប្រឹក្សាធម្មនុញ្ញហើយអាក្រុមប្រឹក្សាធម្មនុញ្ញទៀតសោតសិតតែក្រុមគ្នាគេដំណោះស្រាយហ្នឹងនៅតែយើងដោះអត់ចេញនៅតែយើងដោះអត់ចេញពីព្រោះវាមិនយកអង្គការសហប្រជាជាតិមកចូលរួមវាទុកឲ្យតែយួនចូលរួមតែយួនក៏ជាបរទេសអង្គការសហប្រជាជាតិក៏បរទេសដូចគ្នាចំណុចហ្នឹងហើយតែយើងអត់ដល់ជាចាប់អារម្មណ៍អ្វីដែលវាដើរហ្នឹងពួកហ្នឹងបំរើក្រុមកំពើដើម្បីមកប្រតិបត្តិជាតិខ្មែរយើងឲ្យជួបនៅវិនិច្ឆ័យកម្មទាំងអស់ដូច្នេះអ្វីក៏ដោយសូមឲ្យបងប្អូនយើងទាំងអស់ហ្នឹងចូលរួមគ្នាឡើងគ្រប់គ្រងគ្នាឡើងដើម្បីយើងមានតែសង្គ្រោះជាតិមួយទេជាគណៈបកដ៏ពិតប្រាកដរបស់ខ្មែរហើយយើងទាំងអស់គ្នាពីឥឡូវទៅសូមឲ្យបងប្អូនចាប់អារម្មណ៍ពីបញ្ហានយោបាយម្នាក់រយៈកាលកន្លងមកដែលយើងអត់នៅគ្នាចោលថាយើងអត់ព្រមចាប់អារម្មណ៍ពីនយោបាយអាចចំណុចហ្នឹងហើយដែលគេយកទឹកដីយើងរហូតមកទល់សប្តាហ៍ព្រោះយើងលះបង់ចោលពីរឿងនយោបាយតែយើងកុំភ្លេចណាវានយោបាយក៏ខ្ញុំបញ្យល់បងប្អូនដើម្បីមកឲ្យច្បាស់លាស់នយោបាយអ្វីគេហៅថានយោបាយបើយើងនិយាយពីបុគ្គលនឹងបុគ្គលគេហៅថាវាជាល្បិចកលបើយើងនិយាយពីក្នុងផ្នែកចតាអ្នកចំនួនអានេះគេហៅថាមធ្យោបាយបើយើងនិយាយពីប្រទេសជាតិអានេះគេហៅថានយោបាយរាល់សកម្មភាពដែលជីវិតនៃការរស់នៅគ្មានអ្នកណាកិច្ចពីនយោបាយដូចទេដូច្នេះកុំឲ្យយើងនាំគ្នាចោលពីរឿងនយោបាយថាអូអានេះរឿងនយោបាយទុកឲ្យអ្នកនយោបាយដោះស្រាយយើងទាំងអស់គ្នាហ្នឹងជាអ្នកនយោបាយយើងតាមតែយល់ទាំងអស់គ្នាទឹកដីហ្នឹងមិនមែនជាទឹកដីរបស់បុគ្គលណាមួយទេគឺទឹកដីប្រជាជាតិខ្មែរឲ្យតែបងប្អូនណាក៏ដោយរស់នៅលើទឹកដីខ្មែរគឺជាជនជាតិខ្មែរដ៏ពិតប្រាកដហើយយើងក៏ត្រូវតោងតែស្រឡាញ់ដែរមិនគេហៅថាជនរួមឈាមជនរួមជាតិស្អិតមកអរគុណផងដែរបាទសុំទោសគាត់ណាជាលក្ខណៈចុងក្រោយដើម្បីពេលវេលាខ្លីបងពេលវេលាខ្លីដូចចេះសូមបញ្ចប់ហើយនៅមានបញ្ហាអីសូមបងប្អូនតាមដានស្ដាប់នៅក្នុងវីដេអូឃ្លីបខ្ញុំនឹងបញ្ជាក់ពីបញ្ហាភាពលម្អិតច្រើនណាស់ដើម្បីឲ្យប្រជាជាតិយើងយល់ថាឥឡូវហ្នឹងយើងត្រូវការទៀមទាដាច់ខាតពីរឿងឲ្យកោជបហ្នឹងឥឡូវកោជបបញ្ចប់ហើយវាចូលទៅក្នុងក្រុមប្រឹក្សាធម្មនុញ្ញហើយក្រុមប្រឹក្សាធម្មនុញ្ញទីសោតគ្នាគេណាវាចង់ចូល9នាក់ហើយបើគ្នាគេ8នាក់ហើយយើងមានតែម្នាក់ទេខាងផ្នែកខាងកូនលោកស៊ិនសុបៀបញ្ហាហ្នឹងដែលយើងមិនអាចទៅដោះស្រាយកើតទេយើងត្រូវតែនាំនឹងគ្នាហ្នឹងធ្វើបាតកម្មដើម្បីទាមទារឲ្យអង្គការសហប្រជាជាតិត្រូវតែចូលទៅជួយសុខខ្មែរអានេះជាចំណុចដែលយើងត្រូវការទាមទារហើយបើយើងមិនអាចសង្ឃឹមទេថាពួកដែលក្នុងកោជបនៅក្នុងគណៈបកកពើគេហ្នឹងស្ថិតតែពួកគេបំរើក្រុមគេហ្នឹងដើម្បីមកតបាក់ជាតិខ្មែរអាចំណុចហ្នឹងឲ្យសូមឲ្យបងប្អូននាំគ្នាផ្ទុះឡើងសន្ទុះងើបឡើងដោយសារឥឡូវជាសម័យអន្តរបណ្ដាញអានឹងឲ្យយើងមើលឃើញទាំងអស់គ្នាដើម្បីសហការគ្នាអរគុណអរគុណបងនាយកំស្រេងដែលបានអធិប្បាយដល់ក្បោះក្បាយពីរឿងនយោបាយមានល្អមួយទៀតយើងបានដំណឹងមកថាលោកជំទាវមុំសុកហួរដែលយើងបានលើឈ្មោះថាគាត់ជានារីខ្មែរដ៏ឆ្នើមដែលតស៊ូការពាររំដោះប្រទេសជាតិយើងនឹងគាត់នឹងអញ្ជើញមកធ្វើទស្សនកិច្ចនៅមែលប៊នយើងនឹងនៅថ្ងៃទី7ទី8នៅខែក្រោយនេះដូច្នេះខ្ញុំសង្ឃឹមថានៅពេលដែលគាត់អញ្ជើញមកដល់នឹងរៀបចំកម្មវិធីជូនគាត់នឹងខ្ញុំជឿថាបងប្អូនយើងទាំងអស់គ្នានឹងមកចូលរួមអបអរសាទរនិងគ្រប់គ្រងគាត់ឲ្យបានកកកជាមិនខានឥឡូវជូនបាទ